ជំរាបសួរពុកម៉ែបងប្អូនមកកាន់ Channel ស្រីនេនិទានរាត្រីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានរឿងពេចន៍មួយដែលចែករំលែកពីបងស្រីរាជិនីដែលជារឿងពិតរបស់គាត់ផ្ទាល់តែម្ដងអង្គរ5កំពុងធ្វើឲ្យគាត់អស់ខ្លួនប្រាណតោះបងប្អូនរីករាយសន្តាប់ក្រោយពេលឆ្លងកាត់ដំណាក់កាលប្រទេសជាតិទើបងើបផុតទីភ្លើងសង្គ្រាមដែលបានទន្ទ្រាំញញីរយៈពេលជាង3ឆ្នាំប្រជាជនគ្រប់រូបមិនថានៅទីណាតំបន់ណាទេពួកគេនាំគ្នាចាប់ផ្ដើមកសាងជីវិតរស់នៅដោយចេញពីបាត់ដៃទទេរៀងៗខ្លួនឡើងវិញចំណែករាជិនីក៏មិនខុសពីអ្នកទាំងអស់នោះដែរក្នុងស្ថានភាពជីវិតមានតែខ្លួនមួយរស័តអណ្ដែតតែលត់តោគ្មិនគ្រួសារពឹងពុំអ្នកនាងក៏ត្រូវបានមកធ្វើការជាអ្នកដាំបាយចម្អិនម្ហូបអាហារជាមួយស្ត្រីចុងភៅចំណាក់ពីរអ្នកផ្សេងទៀតក្នុងបន្ទាយទាហានមួយចិត្តនឹងជំរុកដ៏សែនកំសត់ដំបូលប្រក់មេឃរបស់នាងជារៀងរាល់ថ្ងៃរាជិនីត្រូវក្រោកពីព្រឹកម៉ោង5ទៅបន្ទាយហើយត្រឡប់មកវិញនៅម៉ោង6ល្ងាចដោយភាពឧស្សាហ៍ព្យាយាមឆ្លាតវៃកាយវិការសម្ដីចេះញឹកញាក់ខ្នក់ខ្នាញ់រួមសំនឹងសម្រស់ដែលអំណោយផលពីធម្មជាតិទៀតផងនោះមានវីយើងដែលមានសាច់ឈាមសខ្ចីត្រូវបានការចាប់អារម្មណ៍ស្រឡាញ់ចូលចិត្តជាខ្លាំងពីសំណាក់ទាហានទាំងឡាយនៅខឹងបន្ទាយក្នុងទូនាទីជានាយទាហានម្នាក់ផ្នែកកាន់សោខាងឃ្លាំងអង្គរកំឡោះសុផលវ័យ32ឆ្នាំសម្បោសណ្ដែកបាយមានមៀតធំដំបងដងខ្លួនរឹងមាំសាច់ដុំធំកម្ពស់ខ្ពស់ស្រឡះរូបរាងស្រស់សង្ហាមើលទៅមិនចាញ់ទុគុណឡើយសុផលក៏មិនខុសពីកូនទាហានទាំងនោះដែរគឺតែងតែយកពីវទំនេរក្រោយពីចប់ការងារមកប្រឡែងលេងសម្ដីលេបខាយវោហាបដោះដងវិចារស្នេហ៍អូនបងទៅរាជិនីជាស្រីម៉ែមេបាយអត់ប្តីដែលត្រូវរបបយងខ្នងប្រឡ័យអស់មួយគ្រួសារធ្វើឲ្យចរណីពីមួយថ្ងៃទៅមួយថ្ងៃចេះតែជូរមាត់សាំកកាត់ភាពវឹកវរឆ្លងក្នុងអារម្មណ៍គួចចិត្តប្រតិពុតចង់បានបុរសម៉ាត់ធំយើងយកមកគៀកគយប្រឡែងពេលអបសុខពេលវេលាក៏ចេះតែរំកិលទៅមុខឥតឈប់ឈរភាពគ្រឹកខ្នាញ់ចង់បានស្គាល់ប្រាណចរណីនៃបុរសសម្បូរវោហាវាចាផ្អែមដោយទឹកស្ករសុផលក៏ចេះតែកានឡើងពីមួយថ្ងៃទៅមួយថ្ងៃនាវេលាល្ងាចថ្ងៃសៅរ៍ម៉ោងប្រមាណជា6កន្លះព្រោះតែជាថ្ងៃសម្រាប់ចុងសប្តាហ៍កូនទាហានទាំងឡាយក្រោយពីបាយហើយពួកគេទាំងឡាយនាំចេញទៅដើរលេងតាមភូមិតាមស្រុកអស់រីឯមីងចុងភៅ2នាក់ទៀតពួកគាត់ក៏មានធរៈត្រូវចេញទៅមុនដែរបណ្ដោយឲ្យតុយតនស្រីកំពុងបង្ហោយដៃលាងចានឆ្នាំងដែលប្រឡាក់នៅខាងក្រោយផ្ទះបាយតែម្នាក់ឯងឃើញឱកាសល្អសុផលយើងក៏លោបចូលទៅអបជំគេនារីយើងពីខាងក្រោយដោយពេលពាក្យសម្ដីលំលោមថារាជិនីអូនពិតជាស្អាតណាស់បងបានលួចស្រឡាំងអូនយូរហើយគ្រាន់តែដៃកំឡោះយើងមកប៉ាចង្កេះភ្លាមរាជិនីទំលាងចានចុះខំប្រឹងរើបំរាស់ហើយនិយាយតបវឹងថាបងប្រធានអូនពិតជាអៀនណាស់បើមានគេមើលឃើញខ្មាក់គេស្លាប់ហើយតែនាយយើងនៅស្រវាអោកបន្លែងហើយខ្សឹបទឹកថាពួកគេទៅដើរលេងក្រៅបន្ទាយអស់ហើយឲ្យតែអូនព្រមរួមរកជាមួយបងក្នុងពេលនេះបងនៅបើឃ្លាំងយកអង្គរឲ្យអូនយ៉ាងពឹងចិត្តមាត់ចេះតែនិយាយច្រមុះចេះតែត្បូតថៅកញ្ចឹងកស្រីចំណែកដៃវិញប្រៀបដូចមឹករាវញុកញីម្ដុំបរិវេណសុដានទាំងគូរបស់នាងឯជីវីស្រីលឺហើយអោនក្បាលចុះឲ្យផុតពីច្រមុះរួចយកចាប់បង្អាក់ដៃនាយឲ្យឈប់ហើយសួរទៅវិញថាឲ្យច្រើនបណ្ណា
សុផលយើងមិនបង្អង់យូរតបទៅភ្លាមគឺឲ្យតែបងដាក់ចូលម្ដងគឺអូនអាចបានមួយកំប៉ុងហើយលឺហើយនារីស្រីគិតសិញ្ជឹងមួយសន្ទុះហើយក៏ងក់ក្បាលជាសញ្ញាបញ្ជាក់ថាយល់ព្រមកំឡោះយើងចាប់ទាញដៃស្រីទៅកាន់ឃ្លាំងអង្ករដែលនៅជិតនោះរួចចាកសោបើកឃ្លាំងទាញរាជិនីមកអបដឹកថាបទាំងតណ្ហាកំពុងពុះកញ្ច្រោលសុផលចាប់ផ្ដើមថាបឈ្មោលយ៉ាងតក់ក្រហល់បងអូសតាមកញ្ចឹងកពីឆ្វេងមកស្ដាំចុះឡាងរួចក៏ផ្ដួលមនេវីទៅលើបាវអង្ករក្តឹងឃ្លាំងដៃឆ្វេងចាប់ប្រលេះលេវអោរលងរបស់នាងចិនអស់ចំណែកដៃស្ដាំចាប់ទាញសម្រាប់សារ៉ុងកៅស៊ូរុញទម្លាក់ដល់ជុំជើងទុកឲ្យរាងកាយដ៏ស្រលូនអែមដោយសុដត់មេគូដ៏ត្រលុកត្រលុននៅមូលកំពុំព្រមមិនដែលមានអ្នកណាប៉ះពាល់ច្របាច់លេងជាយូរឆ្នាំមកហើយនោះលេចចេញសម្រស់នៅកណ្ដាលវាលយ៉ាងប្រហើនរីឯផ្នែកខាងក្រោមគឺតំបន់ពិសេសទីទូលដែលមានស្មៅដូរយ៉ាងក្រាស់មើលឃើញជ្រលងអូតូចមួយនៅចំកណ្ដាលវាលស្មៅមានទឹកហូររឹមបន្តិចបន្តួចធ្វើឲ្យសើមតាមគល់ស្មៅដែលនៅជាប់មាត់អូក្រោយពីគួយគុណទេសភាពដ៏ស្រស់បំព្រងរួចសុផលលេបទឹកមាត់ក្អឹករួចអោនចុះតបឺតជញ្ជក់លើគុណភ្នំទាំងគូដោយប្រើអណ្ដាតដ៏ក្រមឹងលិតក្រលឹងលើកំពូលភ្នំពណ៌ក្រហមព្រឿងពេលខ្លះលួចខំយញើតតិចខំនោះធ្វើឲ្យរាជិនីរមូលខ្លួនចុះឡើងដោយក្តីស្រាវស្រើបចាប់ទាយបើកអង្ករលាន់ស្នូប្រកប្រាបញ្ចេញសំឡេងធ្ងន់ធ្ងរអះយ៉ាងក្រលួតនាយយើងបន្តបញ្ជូនដៃចុះទៅលូកលេងផ្នែកខាងក្រៅវិញម្ដងគ្រាន់តែលូកចូលទៅបលោះភ្លូននាងភ្លាមក៏បានប៉ះជាមួយទឹកជ្រោះដែលកំពុងតែហូរយ៉ាងសស្រាក់សស្រាំហៀចេញមកប្រឡាក់ពីងបាត់ដៃបន្ទាប់មកនាយយើងបានរុកម្រាមកណ្ដាលចូលទៅក្នុងរូងទឹកជ្រោះកកោវិវៈឬសូច្រាច់ធ្វើឲ្យបែកទឹកសសុំពងកាន់តិចខ្លាំងហូរហៀចេញដល់សើមបាវអង្ករចំណែករាជិនីបានត្រឹមតែរែងត្រកៀកពើតពឿងចូលឡើងនិងបញ្ចេញសំឡេងធ្ងួចដោយសព្រាបដោយទ្រាំតទៅទៀតលែងបានមានអ្វីស្រីបានចេញវាចាទៅកាន់មេនភពយើងថាលោកនាយអូនទ្រាំលែងបានអើយចាប់ផ្ដើមដាក់ចូលមកសុផលយល់សភាពការមិនបង្អង់យូរក៏ចាប់ទាញនាគរាជដែលកំពុងតែដំឡើងមៀតយ៉ាងពេញទំហឹងប៉ិនក៏ដេកគុណក្មេងយកមកចាក់ញុលត្រង់មាត់រូងដ៏រអិលរបស់រាជិនីត្រដូតចុះឡើងឲ្យសើមក្បាលនាគរួចក៏សង្កត់ក្បាលនាគលាន់សូរជ្រុចឲ្យចូលទៅក្នុងរូងដ៏តូចចង្អៀតតែដោយសារមានទឹករំអិលយ៉ាងជោគចាននៅក្នុងរូងនាគធ្វើឲ្យនាគរាជនាយើងលូនចូលទៅរហូតបានសម្រេចកប់ដល់បាតរូងហើយធ្វើចលនាយកត្រកៀកបោកផ្ទប់ចេញចូលយ៉ាងរន្ទឿនដោយខានភ្លក់រស័យស្រួលយូរពេករាជិនីបានផ្លាត់មាត់ស្រែកពេញទំហឹងអូយលោកនាយថ្មអូយប៉ុន្តែសុផលមិនបានយកចិត្តទុកដាក់ស្ដាប់សំឡេងអង្វរករបស់នាងឡើយគិតតែពីបុកសម្រុកចូលគ្មានសំចៃលាន់សូផ្លាប់ពេលនេះមានអ្វីស្រីបានត្រឹមតែយកដៃចាប់ទប់បើអង្ករដើម្បីទប់ទល់នឹងកម្លាំងបុករបស់លោកនាយអែមជាមួយសំឡេងធ្ងន់ធ្ងរយ៉ាងរហឹមមួយសន្ទុះក្រោយមកលោកនាយបានផ្លាស់ប្ដូរកាយវិការប្រយុទ្ធដៃទីងរាជិនីក៏ចុះឈរទ្រូបលើបាវអង្ករវិញលោកនាយឈប់អឹបពីក្រោយដៃម្ខាងចាប់ត្រកៀកនាងដៃម្ខាងទៀតចាប់កាន់នាគរាជតម្រង់ចំគោលដៅរួចបុកចូលលើសូស្រឹបធ្វើឲ្យរាជិនីហាមាត់ច្រងស្រវេស្រវាយចាប់បាវអង្ករទទួលការវាយផ្ទប់ខ្លាំងពីលោកនាយលោកនាយបុកឲ្យខ្លាំងលោកនាយបុកឲ្យខ្លាំងងុំចោលមក
អូនស្រួលខ្លាំងណាស់ចេញច្រើនដងហើយស្រួលណាស់ដោយភាពត្រេកត្រអាលលងក្នុងអារម្មណ៍ស្រនុកសុខស្រួលពេកធ្វើឲ្យរាជិនីស្រីមោហងបាំងមកភ្លាំងភ្លេចរាប់មិនដឹងថាឡើងដល់ប៉ុន្មានរយកំតុងទេក៏យកដៃមកខាងទប់មកក្រោយដើម្បីបង្អាក់ចង្វាក់បុករុករបស់នាយយើងកុំឲ្យបុកទៀតហើយឲ្យចាប់ផ្ដើមដំណើរការរាប់ជាថ្មីមួយខ្ជុចមួយកំប៉ុងតាដោយដំណើរការម៉ាស៊ីនរបស់នាយមកដល់កម្រិតកម្ពស់ទៅហើយនោះទីបំផុតរាជិនីទទួលរងការបុកជួយត្រឹមតែ5ខ្ជុចចុងក្រោយអ្នករាជនីយើងក៏ព្រោះកំអែលចេញមកពេញខ្មុំលអាងរួចក៏ទុនកទ្រពចោអោបនាងពីក្រោយទាំងសំឡេងដកដង្ហើមហត់កខុសប្រតិបត្តិការលើកនេះធ្វើឲ្យនាងរាប់បានអង្គចំនួនតែ5កំប៉ុងប៉ុណ្ណោះក្រោយមករាជិនីក្រែពីធ្វើការងារជាចុងភៅនៅផ្ទះបាយហើយក៏បានបន្ថែមនៅមុខរបរមួយទៀតដើម្បីបង្កើនជីវភាពឲ្យធូរធារគឺទទួលរួមប្រកាសដោយយកអង្គជាមួយកូនទាហានទាំងឡាយនៅក្នុងមន្ទីរចប់ហើយចាសូមជួយ Subscribe Channel ម្នាក់មួយផងចាសូមអរគុណ